ចឹងទៅប៉ុន្តែអត់បានស្ដាប់អត់បានយកចិត្តទុកដាក់ឲ្យចេះនៅក្នុងខ្លួនព្រោះបើស្ដាប់ចេះតែមួយម៉ាត់ក៏បានប្រយោជន៍ដែរបានប្រយោជន៍ដែរចឹងបានព្រះអង្គសម្ដែងគាថាមួយថាផ្កាដែលផ្កាល្អផ្កាជាទីគប់ចិត្តមានពួរផ្កាល្អមានពួរក៏ប៉ុន្តែអត់ក្លិនផ្កាល្អមានពួរតែអត់ក្លិនរមែងជាការប្រៀបធៀបបញ្ជាក់ថាដូចជាពាក្យសម្ដីដែលយើងនិយាយទៅហើយអត់មានប្រយោជន៍ចំពោះអ្នកដែលអត់ធ្វើតាមផ្កាមានពណ៌ប៉ុន្តែអត់ក្លិនរមែងមិនជាទីលម្អនៃមនុស្សទូទៅសម្ដីមានប្រយោជន៍តែវាទៅជាអត់ប្រយោជន៍ទៅវិញចំពោះអ្នកដែលអត់ធ្វើតាមពេលថាមិនធ្វើតាមមិនមែនមានន័យថាអត់ស្ដាប់អត់រៀនទេគឺមិនប្រកអនុវត្តនៅក្នុងផ្លូវកាយផ្លូវចិត្តផ្លូវវិជ្ជានេះឯងហើយបានគាថាមួយទៀតព្រះអង្គសម្ដែងថាទុយទៅវិញផ្កាមានពណ៌ថែមទាំងមានក្លិនរមែងបានជាប្រយោជន៍ទៅដល់អ្នកប្រដាប់ផ្កាទាំងឡាយប្រៀបដូចជាពាក្យសម្ដីដែលល្អរមែងមានប្រយោជន៍ដល់បុគ្គលដែលធ្វើតាមយថាពេរុចរੰពផੰវណ្ណៈវន្តੰអកੰថកੰអេវੰសុភាសិតាវាចាអផលាហោតិអកបតោនឹងគាថាមួយហើយគាថាទី2បងសំដែងដូចគ្នាហ្នឹងយថាពេរុចរੰពផੰវណ្ណៈវន្តੰសកੰថកੰអេវੰសុភាសិតាវាចាសផលាហោតិសកបតោពាក្យថារូបចរੰពផੰហ្នឹងគឺថាផ្កាដែលជាទីគប់ចិត្តនៃអ្នកប្រដាប់វណ្ណវន្តੰមានពួរសកੰតកੰមានក្លិនណាអញ្ចឹងផ្កាដែលមានពណ៌ល្អហើយមានក្លិនទៀតរមែងជាទីត្រូវការរបស់អ្នកដែលប្រដាប់តាក់តែងប៉ុន្តែបើរូបល្អអត់ក្លិនក៏គេមិនសូវជាប្រាថ្នាដែរប្រៀបដូចជាពាក្យដែលជាសុភាសិតពាក្យដែលមានប្រយោជន៍ទាំងបើបានប្រយោជន៍បានតើតែបុគ្គលនឹងធ្វើតាមបើអត់ប្រយោជន៍ទេនិយាយដល់ថ្នាក់ណាក៏អត់បានប្រយោជន៍ដែរนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះអង្គម្ចាស់សូមលើកកំបងអញ្ជលីនមស្ការថ្វាយបង្គំប្រជុំ3នៃបរតនត្រ័យពុទ្ធពធព្រះសង្ឃដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាដល់យ៉ាងក្រៃលែងសូមដែងសេចក្តីរាប់អានចំពោះគណៈគុណចាស់គ្រប់ព្រះអង្គជាទីស្រឡាញ់រាប់អាននិងសូមប្រានពរដល់ញោមញាតិពុទ្ធបរិស័ទស្រីប្រុសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីមេរបស់យើងក្នុងថ្ងៃនេះអញ្ចឹងថ្ងៃនេះគឺជាថ្ងៃសៅរ៍15កើតខែមិញឆ្នាំកុលឯកស័កពុទ្ធសករាជ2563នឹងដែលត្រូវនៅថ្ងៃទី8កុម្ភៈ2020ដែលជាឆ្នាំថ្មីមួយផងដែរហើយថ្ងៃនេះក្នុងទីវត្តរបស់យើងក៏បានប្រពរៀបចំកិច្ចបុណ្យមីបូជាដែលពិធីបុណ្យនេះប្រពធ្វើទូទាំងប្រជាជាតិកម្ពុជាដែលជាអ្នកកាន់ពុទ្ធសាសនានិងប្រទេសដទៃក៏លោករៀបចំកិច្ចបុណ្យនេះផងដែរហើយរឿងមេបូជានេះគុណម្ចាស់ញាតិញោមទាំងអស់ក៏ធ្លាប់បានជ្រាបហើយកណាទៀនគឺយើងប្រារព្ធណាមេបូជាហ្នឹងគឺដូចជាយើងជ្រះថ្លាចំពោះខែមិញនឹងឯងមិញប្រគុណចេតស័កជាសាស្ត្រាភៈតបុត្រអីទាំងអស់នេះក៏គ្រាន់តែជាឈ្មោះដែលលោករៀបចំឡើងដើម្បីកំណត់ទៅលើពេលវេលាថ្ងៃខែតែប៉ុណ្ណោះទេឲ្យមានពេលខុសគ្នាចឹងទៅប៉ុន្តែបុរាណយើងកំណត់ហ្នឹងក៏
វាតម្រូវទៅតាមព្រឹត្តិការណ៍ទូទៅទាំងអស់ដែលកើតឡើងខែណាមានរឿងអីក៏លោកកំណត់ទុកខែហ្នឹងអញ្ចឹងទៅអញ្ចឹងដែលយើងធ្វើមេបូជាគឺយើងបូជាខែមេហ្នឹងយើងជ្រះថ្លាក្នុងខែមេហ្នឹងឯងបងហើយរឿងដែលយើងជ្រះថ្លាក្នុងខែមិញឬក៏បូជាខែមិញហ្នឹងគុណចាស់ញាតិញោមបានជ្រាបហើយមានហេតុច្រើនដែរមានហេតុ3 4នោះមានហេតុព្រះអង្គសម្ដែងនៅវត្តបត្តមោកផងព្រះអង្គសម្ដែងការត្រាស់ប្រកបជាតែងតាំងសាវកស្ដាំឆ្វេងនោះក៏ដែរហើយព្រះអង្គស្ដាប់វចនមានអាយុសង្ខារនឹងក៏មាននៅក្នុងខែតាមីនឹងដែរគឺមានព្រឹត្តិការណ៍ច្រើនដែលយើងលើកឡើងមកក៏អាចថានឹងយល់បានប៉ុន្តែរឿងដែលយើងជ្រះថ្លាប្រយ៉ាងក្រៃលែងហើយពុទ្ធបរិស័ទទូទៅប្ររពមីហ្នឹងគឺសំដៅទៅលើការដែលទ្រង់ដាក់នៅជនមានអាយុសង្ខារព្រោះជាសង្វេជនីយដ្ឋានមួយឬក៏ជាកម្មតន្ត្រីទាំងអស់ដែលតាំងពីព្រះអង្គត្រាស់ដឹងហើយព្រះអង្គសម្ដែងពធប្រោសមនុស្សសត្វទេវតាអីមិនថាគួរឲ្យតក់ស្លុតទេប៉ុន្តែតក់ស្លុតគឺត្រង់ដែលព្រះអង្គសុកសត្វព្រះអង្គប្រកាសសម្ដែងប្រាប់សាវកថានៅសល់3ខែទៀតអញតថាគតនឹងបរិនិព្វានហើយព្រះពុទ្ធវចនៈដែលព្រះអង្គទ្រង់ប្រកាសចេញអំពីព្រះអស់មកប៉ុណ្នេះឯងដែលធ្វើឲ្យសាវកទាំងអស់មានព្រះអនន្តជាពុទ្ធឧបថាអីជាដើមលោកកើតនៅសង្វេគក្រៃលែងរហូតដល់ថាទប់ទឹកភ្នែកមិនបានត្រូវទួញយំស្ដាយឡោះអាល័យនៅរឿងដែលធ្លាប់គាល់បំរើព្រះអង្គ40ឆ្នាំជាងនៅដូចព្រះអនន្តណាបងណាហើយវិខុសង្ឃដតីមនុស្សទេវតាគ្រប់រូបក៏បានស្ដាប់ប្រវត្តិរបស់ព្រះអង្គអស់ច្រើនឆ្នាំមកហើយមិនគិតថាព្រះអង្គនឹងទ្រង់បរិនិព្វានណាស្រាប់តែព្រះអង្គប្រកាសសម្ដែងថាទ្រង់បរិនិព្វានយ៉ាងដូចនេះក៏កើតកោលាហលមានញ័រផែនដីអីជាដើមអញ្ចឹងទៅនឹងដែលយើងបដោតជាសំខាន់ធ្វើមេបូជាហ្នឹងអញ្ចឹងញាតិញោមពុទ្ធបរិស័ទយើងក៏បានយកវត្តបប្រតិបត្តិនេះទៀតធ្វើជាកិច្ចគោរពនមស្ការហើយបង្កើតឲ្យទៅជាបុណ្យកុសលតែប្រពៃដែលផុសដោះចេញអំពីការជ្រះថ្លាចំពោះរឿងការធ្វើមេនេះហើយញាតិញោមខ្លះដែលក្រំតែបានសិក្សាអំពីប្រវត្តិរបស់ព្រះអង្គក៏ថាព្រះអង្គអស្ចារ្យព្រោះព្រះអង្គយាងពីកន្លែងមួយទៅកន្លែងមួយច្រើនយូរទេបងណាសប្តាហ៍ថ្ងៃយើងជិះឡានមួយថ្ងៃវល់ល្ងាចទេណាបានដល់ពីកន្លែងមួយទៅកន្លែងមួយប៉ុន្តែព្រះអង្គយាងមើលរំពេចទេកន្លែងខ្លះអញ្ចឹងយើងគិតថាព្រះពុទ្ធអស្ចារ្យមិនសមបើថានឹងត្រូវបរិនិព្វានតែមិនត្រូវនឹងស្លាប់ណាប៉ុន្តែព្រះអង្គបានប្រកាសប្រាប់អញ្ចឹងថាទោះបីជាបុគ្គលណាក៏ដោយឲ្យតែអាស្រ័យនៅនឹងរូបខណ្ឌនេះគឺត្រូវតែមានបច្ច័យជាទីបំផុតហ្នឹងគឺថាការពុកផុយរលេះរលួយទៅដូចនេះទន្ទឹមនឹងរឿងដែលវាមិនទាន់មកដល់យើងត្រូវប្រឹងប្រែងបំពេញនៅប្រយោជន៍មានការធ្វើសេចក្តីល្អទាំងគុណតបគុណបូជាគុណផ្សាយមេត្តាអាណិតសូរចែកចម្លែកនៅទេយវត្ថុទានចែកចម្លែកនៅចិត្តល្អសពបែបសពយ៉ាងដល់មនុស្សសត្វទូទៅនេះឯងជាផលនៃជីវិតរបស់យើងតិចតួចដែលយើងបានរស់នៅនឹងព្រះអង្គខំប្រឹងសាងបារមីអស់6ដណ្ដប់អសង្ខ័យកម្រៃមួយសែនផែនដីគឺថាដើម្បីប្រយោជន៍ការត្រាស់ដឹងនៅគុណធម៌
แต่ไปจีกาอักเชียตังคือทะเลเกิดอักเชียทั้งคือทะเลชื่ออักแม่ระนังคือทะเลสลับได้จีซ้ำแต่วัดคือเปลี่ยนเปลี่ยนเนี่ยบางก็ได้เช่นตำบลคือทะก็ได้เช่นที่บอกเฮ้ยได้บอกองโจประเดี๋ยวเปลี่ยนนี่มดนึงบอกประเดี๋ยวเปลี่ยนก็ชีวิตแต่บอกองนี่เราชูเรื่องจีเชิญยังมันจำเป็นดีปีเป้ได้บอกยังเชนสร้างปรับนูในเชียก็ขอได้บอกนะได้บอกเชนสร้างปรับนูให้นึงบอกเชนปีกรมกับบัลลังก์ปัวมากันพุทธกิจบอกชราชงายอยู่ชงายนะบอกยังมาสร้างปรับนูนั่นไอ้để sang tập nu nông đào từ tập mũi năm hỏi cút bọnเราโมกทัวร์คืนông trên sang tập nu hơi châu liên không sầm nặng tập bọc đi tập bọc nu lục cru khang đi lục cru khang nu có vấn đề bọn khuyên vô tư tha con luật thua để bọn liên bọn sắc sáng mình ban sầm rạch con luật mình ai sầm lặp bọn nơi chiết chỉ đi một nặng năng bản chân của bọn chơi riêng bần to là hốt đó được put cái gì cái lại của ông trạc đần hay put cái gì nó bật thiếp nâng cái lại thì tây biết nó cứ thắp put cái gì nó đâu khẳng lệch nó khẳng lệch kia bằng cứ bọn riêng bao ở ngay hết đó là vì bọn bàn trạc đắng thôi bọn bần to bên đầm này đầm bầy prao sạc nó tọt từ vinh rồi cái này để bọn trong bờ sốt nơi lùng bì ní sọc ngay cứ nơi tên Nepal cái cắt châu Nepal được chọn trong một tô ti pê hay nơi trong một tô nôm hầm mè lầy rồi ngày cả đập nôm hay một piên này những bọn riêng trên thì nông máu một đào thu tục cả kia ra nơi nông nông có đông kê sọc ngay có miền sang rụng sầm nặng ấy đầu tiên nước body sạch một chơi từ namaskar thoại cùng bàn bồn của sòn chẳng cả còi bị tra đâm bóng bàn chia diêm sầm đai và thua tràn còn chia diêm này bàn tay để chia diêm nó cứ tiếng bạc cay giờ pol là bao quảng pi khác trâu sọt đài hay bất bò để sát con trai chấm nún của ban sắc xa hay ông pi put cách pran giang cái cơ mà sang put của ông thông thư nâng miền khác cao tha ý của ông thư put cách group pram một ngày đôi chỉ miền pi sầm ra miền pi sang này tê rồi là dạng mấy thà ọt tê cái này ọt thì cứ akara bề cài nâng miền cài chọc rồi sụpอย่างนั้นอย่างนั้นก็บอกตรงสปราเจีปลอกกระไดจังเจีปลอกกระไดจังรู้บอกเมียนโรคเกียร์ชาได้บอกเมียนการโรคจบประปัตเทนังการเจนติบาปไตตะเชียดการโรคชื่อว่าเซการโรคเล็บเรียกหลักไอ้นั่นคือบอกเมียนจะธรรมดาจังโอ้สมัยตอนปีอัดตาโน่นั้นสมัยยุดโยมเชียบจังนะท่ากรมท่ายืงนั้นเชี่ยมนุษย์สมัยแบบนี้ยืงรอดไงไปคลายยืงกิจอาจารย์ตั้งแต่สมัยแต่ตัวองค์พระศาสดาแบบองค์เชี่ยเกี่ยบุกุลองค์ท่าอาจนั่งอธิษฐานในหรือรู้กายหรือว่าองค์ใหม่องค์ในไปรู้ในบ้านมาภายในน้องก็สังดาบานน่ะก็เป็นตรงมันประกาศรูปร่างจำเป็นเชี่ยด้ามนุษย์สัตว์ตัวเตอร์ถ้ากำอ้อยการทัวประมาทสังขารทัวนี่ตัวใบจีครงกำเนิดนะก็ได้ขนมวันนักได้งาก็ได้ก็เตอร์ใจวินิเตอร์ก็เตอร์ใจวินิเตอร์จังกรอยกองประดังกองเยี่ยมเปล่าในเวลากัสปะไอเจดามก็เรียนคเนียมาปอนใบเนี้ยเรานั่งตึงในรันเจรียนั่งกบายพุทธกิจนั่งเวลากัสสัตว์บ้านคือถ้ากอดเมียนเนี้ยรันจังนะกอดทาง
vây tầm off miền bậc cua nó smile miền bậc cua nó xa đôi quạt đây bảo ông ban bậc cả sân đại pum bị xa coi đi pro nơi u về là cả sập bạn của ông riêng chú đầm na từ tức hẳn cao tiên của ông một trạc đăng cái này ông trạc đăng đâu phía thằng lệch sập ngày ấy bọn nó đâu phía thằng lệch này ti nó cô bậc cầm nào chắc coi bọn trạc đăng ấy bọn riêng pro sát đôi bọn vừa chiều tầm nào khang đam từ vĩnh coi còn quạt khang đam tới châu ổ về là cả sập bạc châu từ cam krong rich cư patali bot mẹ cả thẻ rót nắng hay bàn châu từ cô có bao là pua hay tờ lóc trên pin nâng màu xa và thay về xa lây hay nâng từ điên là sầy bây giờ xây về xả lấy ban của ông châu có đệ là tiền rồi mà đó chấm trong bình chia ta của ông chia diêm chừng ai lâu hơn làm bây đây bình vô và do đào sọt sọt trời này ông chia diêm bên tên nó còn chia diêm bên tên đôi tranh thì cái này mùi hơi sật tại prey tầm nào lâu mình nghe sưu đôi máy sọc ngày thì ấy còn tới bọn mình tha thế ở tại cái này na ai cả pro sắp miên để say bán cứ theo bọn riêng tự đôi màu cần cô đi cứ hay nắng hay việc tì tì đứng cứ cái này sừng tay và thì màu nó cứ nơi nó cô đi chỉ cứ nâng cứ nơi chiêng pi khàn đi là đấy nó cô cả ban là buộc cái này ở trên lông biển này nè hay nơi pi khẳng cao chiêng khẳng tâm bông thích này bất cứ cái gì nè đi cứ nè nơi cái này nó cứ miền của chung nông trà nó có của chung nông trà nè nông về phía rạc nông cái câu đấy cứ nơi nè hay tâm bị xa lúc chia thla để tụi bông ông trạc đằng hết chia thla sắp thấy cái thứ thâu môi tụm nàng ti đà tâm bị xa năng presama samput nội dương nước ban chu hay tâm bị xa lúc ban phải cắt ở ban trạc đắng xong rồi mà prao ông môn này cái lấy những cái thứ thâu thùng rẻ rồi này cái thứ thâu thùng là môn đây đừng cái bài trường phun chờ lọ phun nhà bị khẳng lách không phải chỉ cầu là chấm đo từ bằng chia lá tôm bị sa lục chia lá của miền rừng chia lá này còn đang phổ quát để thư ai tôm bị sa của tôm bị sa quát miền chủng liên khang bù chia dành có sầm láp sắt sầm láp ấy nước nằm bay thư ca bù chia dọc sịch đây sọc vào sọc giang chẳng thể đi chi là bây giờ mà sản xuất bọn chia và chia sẻ các bọn riêng pro là hốt ban tới chỉ xa về cắt luôn chia tiếp xa sự vật thòng còn mỗi lúc ra lá có bảo kiến prey đây prey mà cả lai đây prey đến chia suôn chia ở chiên nơi các bạn baromari chỉ viên lần đàn nơi các bạn baromari chỉ viên pan là màu đen trồng nùng chẳng có bảo kiến đây mà cả lai nắng làm đây thưa chỉ vót sang bậc kênh chủng phu Pasama Samput đại vật trong ban đạo tử Sumotha vật về lục quan đại nhiệt nhôm lập bàn chia phối bàn sắc sáng nhôm để lập bàn chuyên tấu có bàn thời nhất vẫn á nâng cứ chuyện đấy rồi bỏ bởi chia tôm bị xa nên để bàn thay Pasama Samput hay sập ngay là từ chia sang về chuyện này tha này rồi nhưng mà tham gia ban từ namaskar thay bằng cung đứng từ còn từ nơi chỉ ti bo được về đây xây có phá hai của về lục quan nắng về lộc nắng prai thà xây về quan vo nừng nâu đặt cái túi sải về lư nắng prai thà prey được xâyแต่แล้วcái đâm trên này mất hay có ắt miên và hi ắt miên đây sao này vì là quan nó cứ ắt lên mong rồi này sao đam tu đi cất của man đam hay được sạch tật mùi này nắng cứ chỉ cần lấy để bỏ ông trong bài chỉ sama đó còn đấy của bỏ ông riêng cho hồng pi không cái chỉ cột nó cứ bỏ ông cho được không quát vì là quát xong đấy là quát được phát được nào nếu có chỉ ống thì không miệng cái bồ chia là bao nhiêu lần này để hãy chắc rằng cái sân này bạn nâng là bắt đầu bị bọn riêng pro không mua gì được bỏ
ព្រះសិរីបុត្រក្មួយព្រះសិរីបុត្រក្នុងវាសូករៈខាតៈមិនមែនជាកន្លែងកិច្ចកោតទេតែនៅផ្សេងពីភ្នំកិច្ចកោតហ្នឹងនៅប្រជុំជាមួយគ្នាព្រោះបើយើងឡើងទៅលើភ្នំកិច្ចកោតសប្តាហ៍មើលទៅសត្វតែភ្នំសងខាងអញ្ចឹងព្រះអង្គយាងចុះពីភ្នំមកក្រោយពីប្រោសពីជក់នឹងហើយក៏ព្រះអង្គមានបតីគិតក្នុងចិត្តណាអង្គទាំងល្ងាចហ្នឹងគិតសំដែងគិតប្រជុំភិក្ខុសង្ឃហើយសំដែងនៅអាវាសដល់ភិក្ខុសង្ឃព្រះអង្គមានព្រះចិន្តាមានព្រះបរិវិតកៈក្នុងចិត្តតែប៉ុណ្នេះក៏ព្រះអង្គយាងមកក្នុងវត្តវេលវ័នហ្នឹងក៏ពពួកភិក្ខុសង្ឃ1250អង្គនិមន្តមកអំពីតំបន់ផ្សេងនៅក្នុងព្រៃកាយនឹងចិត្តនឹងឆ្ងាយនឹងអីគឺថាហោះមកជុំគ្នានៅក្នុងវត្តហ្នឹងឯងបានព្រះអង្គសម្ដែងវត្តបតិមកហ្នឹងគឺសម្ដែងអំពីប្រភពអំពីស្នូល3របស់ពុទ្ធសាសនាគឺព្រះវិន័យព្រះសូត្រនិងព្រះអភិធម្មហ្នឹងញាតិញោមមានឱកាសសិក្សាហ្នឹងគឺមានហេតុអញ្ចឹងប៉ុណ្ណាហើយនឹងសុទ្ធតែវិរៈភាពមួយដែលព្រះអង្គបានលះព្រះកម្លាំងកាយពលរបស់ព្រះអង្គមកសម្ដែងបញ្យលបរិស័ទអញ្ចឹងនេះក៏នៅសម្ដែងអំពីកលែងដែលថាទ្រង់ប្រពចក្រណសន្និបាតជាអង្គមួយនៃមេកបូជារបស់យើងហើយដូចជាកលែងតែងតាំងអគ្គសាវកឃើញស្ដាំអីនេះក៏ដូចគ្នាអញ្ចឹងដែរបងព្រះអង្គសម្ដែងពធនៅក្នុងក្រុងពារាណសីនៅក្នុងក្រុងពារាណសីហ្នឹងក្នុងអសិបតនៈនោះទទួលនឹងស្រីបុត្រនឹងមុខកលៀនចេញពីសំណាក់គ្រូសញ្ជ័យទៅក៏គិតទៅថ្វាយបង្គំគោរពនមស្ការចំពោះព្រះអង្គគ្រាន់តែសរីបុត្រនឹងមុខកលៀនដើរចូលទៅព្រះអង្គកំពុងសម្ដែងពធជុំគ្នាអញ្ចឹងគ្រាន់តែងាកទៅឃើញសរីបុត្រមុខកលៀនព្រះអង្គកាសសម្ដែងថាសាវកស្ដាំឆ្វេងរបស់តថាគតមកវានៅជាកុហកហ្នឹងបងណានៅជាកុហកហ្នឹងហើយវិខុសង្ឃប្រមាណ100អង្គនៅនឹងគឺអត់បានតែងតាំងជាសាវកស្ដាំឆ្វេងអីទេពួកព្រះអង្គប្រកាសសម្ដែងរឿងអ្វីទាំងអស់គឺសុទ្ធតែមានហេតុច្បាស់លាស់បានព្រះអង្គប្រកាសសម្ដែងអញ្ចឹងបានថារឿងដែលព្រះបរមគ្រូជាម្ចាស់ដែលយើងព្រះអង្គបានបន្សល់ឲ្យយើងបើយើងព្យាយាមសិក្សាឲ្យបានច្បាស់លាស់យើងចេះនៅក្នុងជីវិតនឹងបានច្រើនល្អបងយើងមិនជាអ្នកចាចាញ់មិនជាអ្នកចាញ់ប្រៀបនៅឆាកជីវិតរបស់យើងនឹងទេបើទុកជាឆាកជីវិតយើងនឹងទីបំផុតត្រូវដុតឬក៏កប់ក៏ពិតមែនហើយប៉ុន្តែយើងដឹងហើយយើងមានដំណោះស្រាយក្នុងជីវិតនឹងអញ្ចឹងក៏មកដល់ថ្វាយអង្គមព្រះអង្គក៏ព្រះអង្គឲ្យភ្នោះជាអីហេភិក្ខុហើយប្រកាសតែងតាំងជាសាវកស្ដាំឆ្វេងភ្លាមស្រីបុត្រមុខកលៀននឹងបួសក្រោយព្រះអរហន្តច្រើនអង្គណាស់ប៉ុន្តែដោយឧបនិស្ស័យកសាងសំទុកមកថាឲ្យបានជាសាវកស្ដាំឆ្វេងរបស់ព្រះតថាគតទៅណាចឹងញោមញាតិដែលធ្វើបុណ្យធ្វើទានហើយប្រាថ្នាអីហ្នឹងយូរយ៉ាងទៅអាចថានឹងជាឧបនិស្ស័យនឹងហើយប៉ុន្តែកុំបញ្ញត្តិចង់បានពេកគាត់ណាកុំបញ្ញត្តិមកទៅឲ្យកើតយកភ្លាមក៏អត់បានដែរព្រោះច្រើនផែនដីណាស់ធ្វើបុណ្យធ្វើកុសលហ្នឹងរឿងសម្ដែងប្រពដំណើរជាប្រវត្តិអញ្ចឹងទៅចុះប៉ុណ្ណាប្រវត្តិតែងតាំងសូត្រឆ្វេងស្ដាំដល់ទៅពេលកន្លែងដែលតក់ស្លុតខ្ញុំកណាអាត្មាបានលើកឡើងថាប្រកាសដាក់ជនមាយុសង្ខារនេះគឺព្រះអង្គទ្រង់ប្រកាសដាក់ជនមាយុសង្ខារនៅបាវលកៈចេតិយបាវលកៈចេតិយហ្នឹងគឺនៅចន្លោះនគរកុសិនារានិងនគរវេសាលីសប្តាហ៍ថ្ងៃយើងធ្វើដំណើរចេញពីវេសាលីក្រុងរាជវីហ្នឹងទៅកាន់នគរកុសិនារាហ្នឹងគឺព្រះអង្គយាងបានតែព្រះអង្គយាងពីខាងកើតឆ្ពោះមកខាងលិចវិញព្រោះព្រះអង្គលោកយាងបាត់ស្ដាំចឹងទៅលោកពាត់មកវិញបានព្រះអង្គបរិនិព្វាននៅខាងចុងឆ្វេងនោះអញ្ចឹងព្រះអង្គយាងទៅក្រុងវេសាលីដំបូងក៏ក្រុងវេសាលីកើត
tu được phật chẳng rai sao nó còn đó ngày cả tu được phậtមនុស្សងាប់គោគ្នាជើងសាកសពនឹងគឺថាច្រើនណាស់ដោយសារសេចក្តីប្រមាទដោយសារកើតរោគហ្នឹងអញ្ចឹងថាថ្ងៃព្រះអង្គទៅយាងមកកាន់ក្រុងរាជវីហ្នឹងក៏ទេវតាក៏ដឹងថាព្រះអង្គទៅយាងមកកាន់នគរហ្នឹងក៏គេបណ្ដាជាភ្លៀងមកមេយ៉ាងធំធំហើយក៏នាំទៅនៅសាកសពទាំងអស់នៅក្នុងនគរនឹងទម្លាក់ចូលទៅក្នុងស្ទឹងពោះស្រុកឥណ្ឌាហ្នឹងសបោស្ទឹងហ្នឹងញោមសបោស្ទឹងច្រើនជាងយើងស្ទឹងគេធំហើយជ្រៅអញ្ចឹងហូរទម្លាក់អស់ទៅបានព្រះអានន្ទនៃហ្នឹងក៏មានអន្តរាគមក្នុងក្រុងវេសាលីនឹងដែរគឺមានចម្រើនបរិទ្ធមានសម្ដែងយានីសោទៅនេះណានៅនគររបស់រាជារាជវីសពថ្ងៃហ្នឹងសពថ្ងៃគេនៅធ្វើជាខឿនឲ្យយើងបានចូលទៅស្ដាប់ពតថ្លែងគុំនមស្ការហ្នឹងកន្លែងហ្នឹងកន្លែងសម្ដែងរតនសោតគឺយានីធភូតាហ្នឹងសម្ដែងនៅបនិធានតោដែលបណ្ដេញទៅនៅអាបធ្ងប់គន្ធប់យៈអីទាំងអស់ហ្នឹងឯងក្រោយព្រះអង្គយាងពីរាជវីក៏ចូលទៅកាន់សួនរបស់នាងអម្ពាក់កាលីចេញពីអម្ពាក់កាលីទៅកាន់កោដាគារសាលាចេញពីកោដាគារសាលាទៅកន្លែងបាវលកៈចេតិយហ្នឹងហើយមីវាតាមនិមន្តព្រះអង្គតាំងពីត្រាស់ដឹងណាតាំងពីត្រាស់ដឹងរហូតទៅឲ្យបរិនិព្វានទៅលើកទី1ព្រះអង្គថាតថាគតទើបតែនឹងត្រាស់ដឹងសាវកតថាគតនៅទុនខ្សោយហើយក៏មានចំនួនតិចអញ្ចឹងតថាគតមិនទាន់បរិនិព្វានទេមីក៏គេចេញទៅដល់ទៅវសាចុងក្រោយនេះហើយឃើញថាច្រើនពេលព្រះអង្គយាងទៅដល់កន្លែងបាវលកៈចេតិយហ្នឹងមីគេចូលមកនិមន្តភាសាទៀតបានព្រះអង្គពិចារណាមើលទៅឃើញថាសំគួរដល់ពេលដែលព្រះអង្គត្រូវបរិនិព្វានអញ្ចឹងក៏ព្រះអង្គបានប្រកាសនៅសច្ចវិជ្ជាចំពោះមុខមាថាមនាមាចូលអ្នកឈប់អារម្មណ៍ទៀតទៅអំណះតទៅតែ3ខែទៀតតថាគតនឹងបរិនិព្វានហើយអញ្ចឹងព្រះថេរៈព្រះពុទ្ធដីកាបនិស្សជាដើមដែលធ្វើឲ្យផែនដីញាប់ញ័រផែនដីញាប់ញ័រជាសញ្ញាណបញ្ជាក់ហើយក្រោយពីនោះទៅក៏ព្រះអង្គយាងចេញពីបាវលកៈចេតិយកន្លែងបាវលកៈចេតិយសពថ្ងៃក៏គេមានធ្វើជាស្ដូកធំមួយដែរសម្រាប់ជាទឹកតំណាងប៉ុន្តែនេះកើតនៅក្នុងសម័យពុទ្ធសករាជ780ជាងឆ្នាំហើយទេក្រោយពុទ្ធបរិនិព្វានគឺបបាទអសោកលោកកសាងប៉ុន្តែនៅជាទឹកតាងហ្នឹងហើយព្រះអង្គយាងចេញពីបាវលកៈចេតិយទៅកាន់កុសិនារាដែលជានគរចុងក្រោយដែលព្រះអង្គត្រូវរំលត់ព្រះកាយទាំងមូលនឹងឯងបរិនិព្វាននោះនឹងដោយសង្វេគសេចក្តីនេះឯងដែលយើងសិក្សាអំពីគុណដ៏ច្រើនដែលព្រះអង្គប្រងស្វះស្វែងបញ្យលទូនមានអប់រំដល់ភិក្ខុសាមណេរដល់បាសកបាសិកានៅក្នុងទីនោះបានច្រើនសន្ធឹកសន្ធាប់ប៉ុន្តែបំផុតព្រះអង្គត្រូវចូលកាន់បរិនិព្វានបានដែរនេះគឺចង់បញ្ជាក់ថាសូមឲ្យយើងទាំងអស់គ្នាលះការប្រមាទមើលងាយនៅការចម្រើនទៅនៃអាយុជីវិតរបស់យើងគ្រប់គ្នាហ្នឹងយើងមិនអាយុច្រើនប្រមាណទេយល់ណាមិនអាយុច្រើនប្រមាណទេ100ជាងក៏សុទ្ធតែតតាមតទួលបាក់លបិនសពបែបសពយ៉ាងហើយព្រះអង្គទៅបរិនិព្វាននៅកុសិនារាហ្នឹងដែលចុងក្រោយព្រះអង្គត្រូវយាងទៅតាមស្ទឹងហ្នឹងស្ទឹងហ្នឹងនៅក្បែរព្រៃស្វាយរបស់នាងអពាក់បាលីហើយពេលដែលព្រះអង្គប្រឈួនខ្លាំងស្រេកទឹកក៏ឲ្យអានន្ទទៅដួសទឹកយកមកឆាន់គ្រាន់តែអានន្ទរៀបតែដួសទៅអត់ទៅ500បកាត់ស្ទឹងនឹងមកលំពេចល្អខ្វល់ហ្នឹងឯងអានន្ទ
មកក្រាបទូព្រះអង្គមិនថាបពិតព្រះអង្គនៅចម្រើនទឹកនឹងល្អណាស់ព្រះអង្គសោយមិនបានទេបានព្រះអង្គជ្រាបពីរឿងហេតុក៏ព្រះអង្គថាណន់ដួសមកល្អក៏ដល់ណាណន់ក៏ព្រមដួសទឹកដែលខ្វល់ល្អកកដោយរទេះបោឆ្លងកាត់ហ្នឹងគឺជាបុព្វកម្មញោមពុទ្ធណាក៏លោកទទួលនៅបុព្វបាបកម្មដែរអញ្ចឹងយើងកុំអាងអីអស់ចាពេកទេណាដួសទឹកនឹងមកក៏ទឹកនឹងថ្លារងទៅវិញដែរព្រះអង្គយកមកសោយសម្រន់នៅកាស្រេកហ្នឹងក៏ព្រះអង្គបន្តដំណើរជាយាមឆ្ងាយព្រោះពីវេសាលីទៅកាន់កុសនារាខ្ញុំគណៈអាត្មាមិនបានវាស់នេះទេប៉ុន្តែជិះមួយកណាត់ថ្ងៃដែរជិះឡានក៏ជិះមួយកណាត់ថ្ងៃវាចូល100 ពី300គីឡូដែរបានទៅដល់កុសនារាហ្នឹងក៏ព្រះអង្គអស់មែនតើណាអស់បកាយមែនតើណាគ្រាផងគេថាគ្រាផងសែងផងហ្នឹងណាហ្នឹងហើយដល់ក៏ព្រះអង្គទ្រង់ផ្ទុំនៅកន្លែងដែលទ្រង់បរិនិព្វាននៅចន្លោះតាមសាលព្រឹកដូចយើងបានទឹកសាហ្នឹងហើយក៏ព្រះអង្គដាក់វិជននឹងនៅទីនោះតែម្ដងបងហើយសប្តាហ៍ហ្នឹងគេមានធ្វើរូបតំណាងកន្លែងទ្រង់បរិនិព្វានហើយនឹងកន្លែងដែលត្រូវបូជាប្រសពនៅក្បែរគ្នាដែរទេធ្វើជានិមិត្តហ្នឹងយើងទៅបានថ្វាយបង្គំតែត្រឹមរូបប៉ុណ្ណេះឯងហ្នឹងជាសេចក្តីដែលកើតឡើងដែលយើងខំប្រឹងណាញោមខំប្រឹងក្តៅផងតិចផងមកបូជាចំណាយលុយចូលរួមបុណ្យធ្វើបុណ្យហ្នឹងគឺដើម្បីការប្ររពស្ដីជ្រះថ្លាហ្នឹងដែលបូជាមាឃហ្នឹងគឺជ្រះថ្លាទៅលើគុណគឺសេចក្តីល្អដែលព្រះអង្គបានបន្សល់ទុកឲ្យយើងសពថ្ងៃញោមយើងគួរដឹងគុណពុទ្ធនោះដឹងថាមិនអាចកាត់ថ្លៃបានតែម្ដងក៏ព្រោះយើងសពថ្ងៃយើងដឹងម៉ែដឹងឪសំខាន់ណាស់រឿងដឹងម៉ែដឹងឪដឹងបងដឹងប្អូនដឹងអ្នកមានគុណនេះបើអត់សាសនាព្រហ្មចរិយៈរបស់ព្រះសម្មាសម្ពុទ្ធនឹងទេយើងប្រហែលជានៅក្នុងសង្គមសត្វហើយបើនៅក្នុងសង្គមសត្វមិនស្គាល់ម៉ែស្គាល់ឪឯណាហើយមានសន្តិបត្តិដូចសពថ្ងៃណាហើយសពថ្ងៃដែលយើងនៅក្នុងក្រមមលុបគេថាមលុបអវត្តរបស់ព្រះសម្មាសម្ពុទ្ធអ្នកដែលមិនព្រមទទួលនៅមរតកនៅឆ្នាំនឹងទៅលេបនៅតែគាត់អត់ស្គាល់ហើយយើងមើលទៅដូចសត្វអញ្ចឹងហ្នឹងមកពីគាត់អត់ព្រមលេបឆ្នាំព្រះអង្គបានប្រកាសសម្ដែងហ្នឹងណាមានសព្វតបស្សអករណងអីជាដើមហ្នឹងគឺតែយើងអត់ព្រមលេបដល់ពេលយើងអត់ព្រមលេបយើងនៅតែធ្វើរឿងដែលមិនល្អអញ្ចឹងគុណតម្លៃដែលព្រះអង្គបន្សល់ទុកមកហើយយើងដែលរក្សាគ្រប់គ្នាបដិបត្តិគ្រប់គ្នាបានសុខបានចម្រើនអញ្ចឹងមិនចូលរឿងអីដែលថាយើងមិនជឿតែយើងមិនគោរពប៉ុណ្ណាមិនគោរពនោះព្រោះដំណើរពិតដែលព្រះអង្គប្រកាសសម្ដែងព្រះអង្គមានពេលតែ45ព្រះវស្សាទេពី35ដល់80ក៏45ឆ្នាំអញ្ចឹងព្រះអង្គប្រឹងទោះបីជាថាសម្ដែងពធទៅត្រូវចុករយខ្នងយ៉ាងណាក៏ឲ្យនៅសាវកមានអានន្ទនៃជាដើមនោះសម្ដែងបន្តហើយនិយាយអំពីរឿងគុណធម៌ដែលព្រះអង្គដែលយើងចេះស្លាច្រើនហ្នឹងដូចជានៅក្នុងតកូលរបស់នគរទាំងពីរហ្នឹងប្រកាន់មាននេះណាម្នាក់គឺរឹងត្អឹងគឺគេមិនឲ្យតម្លៃទៅរឿងអីទេគេគិតថាណាចាស់ជាងគឺថាល្អជាងណាតកូលព្រាហ្មណ៍គឺខ្លាំងជាងប៉ុណ្ណេះប៉ុន្តែព្រះអង្គផ្ចាញ់ផ្សានៅវណ្ណៈអធនជិះជាន់ទាំងអស់ព្រះអង្គប្រកាសសម្ដែងថាឯងកើតក្នុងតកូលកហបតីព្រាហ្មណ៍ខ្សាត់យ៉ាងណាក៏ដោយមកបួសក្នុងសាសនាអញតថាគតឯងត្រូវតែមានឋានៈស្មើគ្នាគោរពគ្នាទៅតាមគុណធម៌ភ្នោះនៅឯងបួសតែឯងបានដឹងនៅពន្លឺគឺធម៌ព្រះអង្គសម្ដែងតែប៉ុណ្្នឹងហាក់ដូចជារាហុលអីជាដើមអញ្ចឹងញោមញាតិធ្លាប់ស្គាល់ពនាមលោកហើយរាហុលជាបុត្របង្កើតរបស់ស្ថាបទូព្រះការមិនតាន់បានត្រាស់ទាំងហើយរាហុលក្រោយពីបានបួសហើយគឺជាក្មេងជាលោកនេនមួយដែលគួរជាទីស្រឡាញ់របស់ព
វិខុសង្ឃដតីរបស់មនុស្សទូទៅដតីព្រោះរិហុលអត់មាននេះទេអត់មានអាងទេមិនដូចយើងសពថ្ងៃពុំមានតែរឿងអាងហើយអាងហ្នឹងថាជីវិតធំជាងពីងប៉ុន្តែវាមិនឈ្នះទលេទេយ៉ាងមើលណាអញ្ចឹងសូមកុំឲ្យអាងព្រោះណាកុំឲ្យអាងរិហុលសាមណេរលោកអត់មានដែលគិតថាខ្លួនឯងជាញាតិវង្សជាកូនរបស់ព្រះអីអត់ទេអូបើខ្លះវិញដូចសពថ្ងៃទីហោដូចសពថ្ងៃឪព្រះកូនប្រហែលជាមេព្រះទៅទៀតមិនត្រឹមឪព្រះទេប៉ុន្តែរិហុលអត់ទេនិមន្តតាក៏ស្មានស្មើទៅកន្លែងសឹងបើខ្វះកន្លែងសឹងដេកនឹងយ៉ាប្រគុណដេកនឹងរោងសាលាឆោទៀតមិនក៏លោកសឹងលោកអត់ខ្វល់សំខាន់បានកន្លែងព្រះមហាថែសឹងដូចជាពេលមួយដែលព្រះអង្គយាងទៅសម្ដែងពធរិហុលតាមទៅប្រទេសរៈច្រើនអញ្ចឹងដល់ម៉ោងសម្រាប់ក៏រិហុលអត់មានកន្លែងទៅសម្រាប់នឹងបន្ទប់បច្ចុប្បន្នបន្ទប់ទឹកហ្នឹងពេលយកព្រះអង្គយាងទៅដើម្បីដោះទុកសត្វព្រះអង្គក៏ហេមអញ្ចឹងទៅរិហុលក៏កហេមមកវិញឲ្យសញ្ញាបានព្រះអង្គសួរតណាគេថាខ្ញុំព្រះអង្គមិនរិហុលមកហ្នឹងទាំងកន្លែងនៅនឹងកត់នឹងសាលានោះជិះអៀតទៅអញ្ចឹងខ្ញុំកណាក៏មកសម្រាប់កន្លែងហ្នឹងឃើញទេមានរឿងដែលជ្រះថ្លាសម្ដើមច្រើនណាស់តែខ្ញុំកណាអាត្មាលើកឡើងកាត់សេចក្តីប៉ុណ្ណេះគឺចង់បញ្ជាក់ថាយើងកំពុងតែបូជាខែមេហ្នឹងប៉ុណ្ណាខែមេហ្នឹងហើយរឿងសំខាន់ដែលព្រះអង្គប្រកាសសម្ដែងគឺវិខុសាមណេរគឺវិខុសង្ឃណាព្រះអង្គប្រកាសនៅក្នុងព្រៃនៅក្នុងវត្តវេលវ័នហ្នឹងគឺសព្វបាបសក្ករណੰកុំធ្វើបាបកុសលសូសម្បទាធ្វើស្ដីល្អឲ្យបានច្រើនសច្ចតបរិយោទៈប៉ុណ្ណឹងសម្អាតចិត្តឲ្យល្អតែព្រះអង្គប្រកាសសម្ដែង3មេត្រាហ្នឹងដែលពុទ្ធបរិស័ទជាពិសេសគឺថាភិក្ខុសង្ឃហ្នឹងឯងត្រូវគោរពត្រូវដឹងត្រូវយល់ឲ្យបានថាអ្នកបួសយ៉ាងម៉េចជាឧបាសកឧបាសិកានឹងយ៉ាងម៉េចកុំឲ្យយើងគ្រាន់តែមានគ្នាមានចំនួនហើយយើងអត់ដឹងហើយអ្វីទាំងអស់បើយើងអត់រៀនគឺអត់ដឹងបើយើងមិនព្យាយាមសិក្សាយើងអត់ជ្រះថ្លាកាលណាយើងមិនជ្រះថ្លាព្រោះកើតចេញអំពីការមិនរៀនបានន័យថាយើងធ្វើអ្វីធ្វើដោយមិនដឹងធ្វើដោយមិនខ្វល់តែពាក្យមួយថាអត់ខ្វល់ចេះតែធ្វើទៅប៉ុន្តែបើយើងបានសិក្សាឲ្យយល់ចូលចិត្តជ្រះថ្លាយើងគោរពបុគ្គលណាមួយដូចជាបលវណ្ណានៅក្នុងក្រុងសាវត្ថីបួសនៅនឹងក្រុងសាវត្ថីមានកន្លែងបួសមួយដែររបស់ភិក្ខុនេះដល់ទៅពេលបួសហើយមានអាមនុស្សចង្រៃមួយទៅចាប់រំលោភបលវណ្ណាការពីនៅកុហកទៅប្រសពកើតកូនមកផើមទេវទត្តថាតែចុះមិនក៏ផើមអញ្ចឹងមិនក៏ប៊ូហើយមានកូនតែអញ្ចឹងទៅស្ដីឲ្យបលវណ្ណាធេរីថាសឹកទៅកុំនៅអញ្ចឹងទៀតហើយកាត់ក្តីសម្បើបានវិសាខាបានណាថាបណ្ឌិតជួយអន្តរាគមក៏បីទេវទត្តធ្វើស៊ីបលវណ្ណាតែបលវណ្ណាថាខ្ញុំកណាមិនមែនបួសឧទ្ទិសចំពោះទេវទត្តឯងទេខ្ញុំកណាបួសឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធបានន័យថានាងជ្រះថ្លាចំពោះគុណធម៌នាងជ្រះថ្លាចំពោះយុគលបាបអ្វីដែលព្រះអង្គបានប្រកាសសម្ដែងនាងជ្រះថ្លាអញ្ចឹងដែលនាងបួសហើយកើតរឿងរ៉ាវចង្រៃផ្សេងនេះគឺមិនមែនជាឧបសគ្គដល់នាងទេនាងនៅតែគោរពចាស់ថ្លាចំពោះគុណចំពោះសេចក្តីល្អរបស់ព្រះសម្មាសម្ពុទ្ធនាងនិយាយមួយម៉ាត់ថានាងមិនបានបួសចំពោះឧទ្ទិសចំពោះទេវទត្តទេខ្ញុំកណាបួសចំពោះព្រះឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធបានកើតរឿងអន្តរាគមពិសោធន៍យាយវិសាខាអីគាត់ពិសោធន៍ដឹងរឿងកូននៅក្នុងផ្ទៃហ្នឹងហ្នឹងគឺចេះស្លាដល់ម្លឹងដែលយើងរៀនសូត្រយល់អំពីធ
ធម្មអសត់ហ្នឹងណាញោមណាចឹងសូមឲ្យគុណចាស់គ្រប់ព្រះអង្គញោមញាតិឲ្យក្មេងៗហ្នឹងគឺថាបើរៀនបកែណាមករៀនបកែណាប៉ុន្តែបើមិនរៀនក៏បកែសម្បំណាស់ដែរហើយញោមញាតិជាយាមស្ដាប់យកចិត្តទុកដាក់អានស្ដាប់ដូចយកចិត្តទុកដាក់ក៏យើងចេះឆ្លាតយើងធ្វើបានប្រមាណគឺប៉ុណ្ណឹងប៉ុន្តែបើយើងធ្វើអ្វីមួយអត់មានទិសដៅភាសានរស៊ីភាសាសេដ្ឋកិច្ចថាបើយើងធ្វើការអត់ទិសដៅយើងអត់ជោគជ័យទេយើងអត់ជោគជ័យទេព្រោះកាលណាធ្វើដំណើរទៅជួបឧបសគ្គត្រូវតែដាក់ចោលប៉ុន្តែបើយើងមានទិសដៅជួបឧបសគ្គប៉ុណ្ណាក៏ដោយដោយបុលវណ្ណាថេរីអីជាដើមអញ្ចឹងណានឹងគឺចង់បញ្ជាក់ថាគុណធម៌ដែលព្រះប្រកាសសម្ដែងគឺមានតម្លៃណាស់ប៉ុន្តែយើងបានអវត្តមានព្រះរូបរបស់ព្រះអង្គ2560ឆ្នាំជាងហើយអញ្ចឹងយើងនៅសល់តែអ្វីដែលយើងកំពុងតែបូជាតាមមានតាមបានតែប៉ុណ្ណោះចឹងហើយសូមឲ្យគុណចាស់ញាតិញោមតាំងចិត្តទោះបីជាថ្ងៃនេះយើងបូជាខែមិញក៏ពិតមែនប៉ុន្តែខែមិញដែលយើងបូជាប្រឹងប្រែងក្រោមកម្ដៅថ្ងៃក្រោមការលះបង់ការងារភារកិច្ចសពបែបយ៉ាងគឺមកអំពីចិត្តថ្លាគុណតម្លៃដែលព្រះអង្គបានចង្អុលបង្ហាញឲ្យយើងស្គាល់អាខុសស្គាល់ល្អនឹងឯងបើយើងអត់បានចូលមកក្នុងសាសនាមណ្ឌលនេះយើងមិនស្គាល់ទេល្អអាក្រក់គឺយើងដឹងតែពីហៅប៉ៅប្រឈរឡើងលើយើងដឹងតែពីរឿងមួយយ៉ាងគឺមិនបានគឺមិនមានឲ្យតែបានឲ្យតែមានឲ្យតែអញប្រសើរជាងគេទោះបីជាត្រូវសម្លាប់ឬក៏បៀតបៀនជីវិតសត្វមនុស្សដទៃប៉ុណ្ណាក៏យើងនៅតែធ្វើតែនៅពេលដែលយើងដឹងរឿងថារឿងមានរឿងបានមិនចាំបាច់ប្រឹងប្រែងហួសហេតុទេរឿងដែលយើងខ្វាយខ្វល់ច្រើនក៏មិនចាំបាច់ប្រឹងហួសហេតុតែបែបបុណ្យកុសលឬក៏ពុទ្ធវាសនាយើងត្រូវជួបគឺយើងនឹងទទួលបានគ្រប់អង្គគ្រប់គ្នាមិនខានសូមអនុមោទនីចឹងតែប៉ុណ្ណឹងប៉ុន្តែនឹកឃើញរឿងតិចចិត្តប៉ុណ្ណាព្រោះឥឡូវមិនល្ងិតទេប៉ុន្តែល្ងិតតែមេឃទេមិនទាន់លិចថ្ងៃទេចង់បញ្ជាក់សេចក្តីបន្តិចទៀតព្រោះនេះសំដែងជាប្រវត្តិកាត់ទៅយល់ណាចង់សម្ដែងថាសូមឲ្យញាតិញោមទាំងអស់ប្រើពាក្យសច្ចៈប្រើពាក្យពិតប្រកបហើយអ្វីទាំងអស់ដែលខ្ញុំកណាអាត្មាតែងតែលើកឡើងថាព្រះអង្គប្រកាសសម្ដែងឲ្យស្រាប់តែយើងជាសាវកអត់បានជាប្រយោជន៍នៅក្នុងមលុបព្រះសាសនានឹងច្រើនដែរប៉ុន្តែអត់បានប្រយោជន៍មកបើយើងអត់ស្ដាប់កុំថាស្ដាប់អង្គុយនឹងគាត់អង្គុយគឺចឹងទៅប៉ុន្តែអត់បានស្ដាប់អត់បានយកចិត្តទុកដាក់ឲ្យចេះនៅក្នុងខ្លួនព្រោះបើចិត្តបើស្ដាប់ចេះតែមួយម៉ាត់ក៏បានប្រយោជន៍ដែរបានប្រយោជន៍ដែរចឹងបានព្រះអង្គសម្ដែងគាថាមួយថាផ្កាដែលផ្កាល្អផ្កាជាទីគប់ចិត្តមានពណ៌ផ្កាល្អមានពណ៌ក៏ប៉ុន្តែអត់ក្លិនផ្កាល្អមានពណ៌តែអត់ក្លិនរមែងជាការប្រៀបធៀបបញ្ជាក់ថាដូចជាពាក្យសម្ដីដែលយើងនិយាយទៅហើយអត់មានប្រយោជន៍ចំពោះអ្នកដែលអត់ធ្វើតាមផ្កាមានពណ៌ប៉ុន្តែអត់ក្លិនរមែងមិនជាទីលំអនៃមនុស្សទូទៅសម្ដីមានប្រយោជន៍តែវាទៅជាអត់ប្រយោជន៍ទៅវិញចំពោះអ្នកដែលអត់ធ្វើតាមពេលថាមិនធ្វើតាមមិនមែនមានន័យថាអត់ស្ដាប់អត់រៀនទេគឺមិនប្រកអនុវត្តនៅក្នុងផ្លូវកាយផ្លូវចិត្តផ្លូវវិជ្ជានេះឯងហើយបានគាថាមួយទៀតព្រះអង្គសម្ដែងថាទុយទៅវិញការមានពណ៌ថែមទាំងមានក្លិនដើម្បីបានជាប្រយោជន៍ទៅដល់អ្នកប្រដាប់ផ្កាទាំងឡាយប្រៀបដូចជាពាក្យសម្ដីដែលល្អដើម្បីមានប្រយោជន៍ដល់បុគ្គលដែលធ្វើតាមយថាពេរុចរੰពផੰវណ្ណៈវន្តੰអកੰថកੰអេវੰសុភាសិតាវាចាអផលាហោតិអកបតោនឹងគាថាមួយហើយគាថាទី2បងសំដែងដូចគ្នាហ្នឹងយថាពេរុចរੰពផੰវណ្ណៈវន្តੰសកੰថកੰអេវੰសុភាសិតាវាចាសផលាហោតិសកបតោពី
ពាក្យថារុចរាំងបផាំងហ្នឹងគឺថាផ្កាដែលជាទីគាប់ចិត្តនៃអ្នកប្រដាប់វណ្ណវន្តੰមានពួរសកន្តកੰមានក្លិនអញ្ចឹងផ្កាដែលមានពណ៌ល្អហើយមានក្លិនទៀតរមែងជាទីត្រូវការរបស់អ្នកដែលប្រដាប់តាក់តែងប៉ុន្តែបើរូបល្អអត់ក្លិនក៏គេមិនសូវជាប្រាថ្នាដែរប្រៀបដូចជាពាក្យដែលជាសុភាសិតពាក្យដែលមានប្រយោជន៍នឹងបើបានប្រយោជន៍បានតើតែបកគលនឹងធ្វើតាមបើអត់ប្រយោជន៍ទេនិយាយដល់ថ្នាក់ណាក៏អត់បានប្រយោជន៍ដែរព្រះអង្គសម្ដែងពាក្យថានេះប្ររពចំពោះឆត្តបានិឧបាសកឆត្តបានិឧបាសកហ្នឹងគាត់រស់នៅក្នុងក្រុងសាវត្ថីនៅក្រុងកោសលដែនរបស់ព្រះបាទសន្តិកោសលហើយគាត់ជាអនាគាមីបុគ្គលគាត់ជាកុហកទេញោមណាគាត់ជាកុហកទេប៉ុន្តែគាត់ចេះសម្ដែងធម៌ពូលធម៌ហ្នឹងគាត់ជាធម្មវេទីបុគ្គលមួយដូចឆ្នាំសម័យថ្ងៃមួយព្រះសន្តិកោសលទៅអញ្ជើញឆត្តបានិនោះមកសម្ដែងពធនៅក្នុងព្រះបរមរាជវាំងហ្នឹងព្រះបាទឆត្តបានិឧបាសកគាត់គិតថាពេលនេះមិនសមគួរអញ្ចឹងក៏គាត់បានប្រាប់ថាសូមឲ្យទៅនិមន្តព្រះសម្មាសម្ពុទ្ធសម្ដែងទៅបានព្រះសន្តិកោសលលោកយាងទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដោយផ្ទាល់ព្រះអង្គហើយសូមរតនានិមន្តព្រះអង្គមកសម្ដែងពធក្នុងព្រះបរមរាជវាំងព្រះអង្គក៏បានប្រកបបញ្ជាឲ្យព្រះអានន្ទទៅសម្ដែងជំនួសត្រឡប់មកវិញក៏ព្រះអង្គសួរថាមនីអានន្ទតើអ្នកក្រុងអ្នកនគរនឹងស្ដាប់ធម៌ដោយគោរពទេព្រះអានន្ទថាបបិទ្ធព្រះអង្គដូចចម្រើនព្រះនាងវាសុភៈคลิกមួយឯងញោមណាប្រសិទ្ធិកោសលមានប្រពន្ធ2រឹងមាំនាងមួយនោះក៏នាងគោរពស្ដាប់ពធហើយនាងវាសុភៈខាត់តាយានោះនាងប្រពន្ធឈ្មោះវាសុភៈហ្នឹងគឺថាស្ដាប់ពធអត់គោរពទេអញ្ចឹងបានព្រះអង្គសម្ដែងថាហ្នឹងហើយវាចាជាសុភាសិតដើម្បីមានប្រយោជន៍ដល់អ្នកស្ដាប់អ្នកដែលមិនស្ដាប់គឺអត់មានប្រយោជន៍ទេពាក្យថាស្ដាប់នឹងគឺថាយកចិត្តទុកដាក់គោរពបដិបត្តិនឹងឯងអញ្ចឹងសូមឲ្យញាតិញោមគុណចាស់គ្រប់ព្រះអង្គតម្រង់នៅទស្សនៈនិងទិដ្ឋិឲ្យបានល្អសម្ដីមានប្រយោជន៍យ៉ាងណាក៏ដោយបើយើងនិយាយទៅគិតថាអត់ប្រយោជន៍ក៏យើងកុំនិយាយឲ្យមើលកាលមេវេលាកុំអាងថាពុទ្ធវចនៈឬក៏ធម៌អាត្រូវតែសម្ដែងទៅឲ្យគេស្ដាប់បើចាប់បាប់ឡើងគេមិនស្ដាប់យើងកុំបាច់និយាយព្រោះអត់ប្រយោជន៍ទេព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាន់ទស្សនៈប្រកាន់គោលការណ៍នឹងឯងព្រោះបើនិយាយទៅអត់បានប្រយោជន៍ដដែលបើនិយាយទៅគេអត់ស្ដាប់ដែរតែការចំណាយទឹកមាត់របស់យើងការសម្ដែងពយល់របស់យើងបានប្រយោជន៍អីតែបើគេសុំការចេះដឹងអានឹងសុំយើងនិយាយនឹងទៅសក្ខលាហោទេសុគបតោសូមអនុមោទនីចឹងការសម្ដែងពធមកប៉ុណ្ណេះក៏សន្មតបញ្ចប់ដោយនៃប៉ុណ្ណឹងនឹងបញ្ចប់ក្នុងបណ្ណាក៏សូមប្រម៉ែប្រមុំពុកដុំនៅកងការមហាកសលដែលពុកដោះចេញអំពីធាតុទឹកចិត្តចាស់ថ្លារបស់កណ្ណាគុណម្ចាស់គ្រប់ព្រះអង្គញាតិញោមយាយតាពុទ្ធបរិស័ទគ្រប់រូបដែលបានញ៉ាំងកម្មវិធីមេកបូជារបស់ជើងក្នុងវេលាឱកាសនេះកើតទៅជាមហាកុសលប្រពៃថ្លៃថ្លាឧទ្ទិសជូនទៅដល់វីរៈបុព្វការីជនរបស់ផងយើងគ្រប់ចំនួនគ្រប់សម័យកាលទាំងប្រសង់ទាំងកុហកនៅក្នុងទីវត្តនេះក៏ដូចជានៅក្នុងទីដីនៃប្រជាជាតិកម្ពុជាទាំងមូលក៏សូមឲ្យអស់លោកបានសំទទួលនៅសេចក្តីសុខនៃចម្រើននៃការចេញអំពីបុណ្យកុសលនៅក្នុងវេលាឱកាសនេះយ៉ាងទៅក៏សូមប្រគេននៅបុណ្យកុសលក្នុងវេលាឱកាសនេះថ្វាយសម្ដេចព្រះជាគណៈគ្រប់ចំនួនគ្រប់សម័យកាលរបស់ស្រុកយើងហើយជាពិសេសគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទដែលមានប្រវត្តិមានវត្តមានក្នុងឱកាសនេះក៏សូមឲ្យគុណម្ចាស់ញាតិញោមបានសំប្រកបជួបប្រទះតែនឹងពរទាំងឡាយ5ប្រការអាយុវណ្ណៈសក្តិពលៈដីភានៈលើសពីនេះទៅទៀតអនាគតជាតិសូមជួបព្រះច្បាស់តែនឹងធម៌គុណម្ចាស់ញាតិញោមបតាណាសូមបានសម្រេចដូចសេចក្តីប្រាថ្នាសូមអនុមោទនាយ៉ាងធម្មទេសនានិទ្ធិតាការរៀបរាប់ពធមកប៉ុណ្ណេះស្លេះបញ្ចប់អេវ៉ាំង